សួស្តីអ្នកនរគ្នានេះគឺជាវីដេអូថ្ងៃទី2ដែលខ្ញុំបានចូលរួមនៅវេទិកាថ្នាក់ជាតិដែលស្ដីអំពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ2026ដែលកម្មវិធីហ្នឹងគឺបានចូលរួមដោយស្ថាប័នចំនួន8ដែលនៅក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រភេទ6ក្រោមប្រធានបទសមាហរណកម្មការគ្រប់គ្រងផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ចនៅក្នុងថ្ងៃហ្នឹងថ្ងៃទី2ហ្នឹងគឺវាពិសេសជាងថ្ងៃម្សិលមិញទៀតពីព្រោះថ្ងៃហ្នឹងគឺមានការចូលរួមដោយឯកឧត្តមអគ្គបណ្ឌិតសុភីចាឧបមនីរដ្ឋដែលគាត់ជាឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយថ្ងៃហ្នឹងក៏អត់ខុសពីម្សិលមិញដែរតែថ្ងៃហ្នឹងយើងមានកិច្ចពិភាក្សាចំនួន2ដូចគ្នាហើយពេលព្រឹកគឺគេផ្ដោតទៅលើធនាគារហើយនិងអត្ថប្រយោជន៍នៃការទទួលបានការគ្រប់គ្រងនៃហិរញ្ញប្បទានសម្រាប់ធុរកិច្ចតូចនិងមធ្យមឬក៏យើងហៅថា MSME ហ្នឹងហើយសម្រាប់ថ្ងៃត្រង់វិញគឺគេមានកិច្ចពិភាក្សាមួយទៀតដែលយើងនិយាយអំពីការអនុលោមច្បាប់របស់អាជីវកម្មសម្រាប់ការមកឃើញរបស់ខ្ញុំណាកម្មវិធីកិច្ចពិភាក្សាទី4នៅថ្ងៃត្រង់ហ្នឹងគឺនិយាយទៅតទាញចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយសបានច្រើនមែនទែនពីព្រោះឃើញមានសំណួរធ្លាក់សួរច្រើនទាក់ទងជាមួយនឹងការចុំជីជាមួយនឹងពន្ធដារពិសេសហ្មងពីព្រោះដោយសារតែថ្ងៃត្រង់ហ្នឹងគឺគេនិយាយអំពីការចុំជីការបើកអាជីវក្រុមហ៊ុនទៅតាមស្របទៅតាមច្បាប់នៅក្នុងស្រុករបស់យើងណាហើយនៅក្នុងថ្ងៃហ្នឹងក៏មានការចូលរួមដោយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏ដូចជាប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចមធ្យមហើយក៏មានការចូលរួមដោយប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចមធ្យមរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងនវានុវត្តន៍នេះខ្ញុំហៅកាត់ឲ្យខ្លីហ្មងទៅហើយក៏មានការចូលរួមដោយប្រធានប្រតិបត្តិសេវាធនាគាររបស់វិញផងដែរនៅក្នុងថ្ងៃហ្នឹងគឺគេជីកសួរច្រើនទាក់ទងជាមួយនឹងបញ្ហានៃការចុំជីដែលយើងកំពុងតែក្តៅកគុកជជែកគ្នាប្រហែលថ្ងៃមុនថាការចុំជីវាមានភាពសាញ់ញ៉ាំអញ្ចឹងណាប៉ុន្តែបច្ចុប្បន្នហ្នឹងក៏គេកំពុងតែព្យាយាមដោះស្រាយបញ្ហាមួយនឹងដែរពីព្រោះដោយសារតែចំណុចមួយដែលខ្ញុំបានស្ដាប់ពីវាគ្មិនកិត្តិយសរបស់យើងគាត់បាននិយាយថាបច្ចុប្បន្នសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏កំពុងតែមានការ concern ហើយកំពុងតែដោះស្រាយទៅលើ3ចំណុចធំទី1គឺតកតងជាមួយនឹងចំនួនព្រំដែនជាមួយនឹងខ្មែរនិងថៃនឹងឯងហើយមួយទៀតគឺតកតងជាមួយនឹងការ scam នៅក្នុងស្រុកខ្មែររបស់យើងហើយចំណុចចុងក្រោយគឺតកតងជាមួយនឹង SME នឹងផ្ទាល់តែម្ដងវាសិតតែជាចំណុចដែលកំពុងតែរសើបនៅក្នុងស្រុករបស់យើងហើយនេះវីដេអូញាក់របស់ខ្ញុំចុងក្រោយហ្នឹងអាហ្នឹងគឺចាសូមអរគុណមែនតើចំពោះកដោអនុស្សាវរីយ៍មួយនេះចេញពី NBF Forum ផ្ទាល់តែម្ដងហើយនៅក្នុងហ្នឹងថ្ងៃត្រង់អ្នកដែលផឹកមិញមកបានតែមកផឹកស្ដាយក្រោយហើយអត់បានដូចខ្ញុំទេនេះគេបានកបោបដាក់កុំព្យូទ័រមួយហើយមានសភៅមានដូចគេចឹងទៅអរគុណបាយបាយជួបគ្នាឆ្នាំក្រោយអ្នកនរគ្នា